ហ៎យ៉ាងយូរមានអ្នកនៅមានមុខមកដល់ផ្សារទៀតហើយកូនបង្កើតខ្លួនឯងត្រូវរើដុសផ្លាស្ទិកតាមគំនរសម្រាមដើម្បីដូរយកនំប៉ាវតែឯងវិញស្លៀកពាក់ស្អាតបាតធ្វើខ្លួនដូចជាមនុស្សមានសីលធម៌ណាស់ខ្ញុំមិនបានធ្វើទេខ្ញុំមិនបានធ្វើពិតមែនរាល់ខែខ្ញុំតែងតែផ្ញើលុយទៅផ្ទះជានិច្ចចិត្តដាច់ណាស់ហេហ្វយំរកអ្វីធ្វើកំសត់អីទៀតពេលបានប្តីមានទ្រព្យហើយក៏ភ្លេចកូនបង្កើតរបស់ខ្លួនទេវតាគាត់មើលឃើញទាំងអស់ហ្នឹងមិនយូរមិនឆាប់នឹងរងកម្មពៀជាក់ជាមិនខានធ្វើជាម្ដាយមិនចេះមើលកូនពិតជាអាក្រក់ខ្លាំងណាស់ក្មេងម្នាក់នេះពិតជាគួរឲ្យអាណិតមែនណែមាត់ក៏ឲ្យវាស្អាតបាត់បន្តិចផងហាមអ្នកឯងធ្វើបាបម៉ាក់ខ្ញុំឆាប់ទៅឲ្យឆ្ងាយទៅឯងជានរណាកុំចេះដឹងរឿងគេពេកវីហៅហ៎គឺពួកកូនមែនទេអបព្រះឲ្យកូនសម្លាញ់របស់ម៉ាក់គឺម៉ាក់ពួកយើងមែនហេតុអ្វីបានជាពួកកូនស្គុំស្កាំងបែបនេះចុះស្នាមរបួសលើខ្លួនទាំងនេះទៀតហេតុអ្វីមិនបានទៅរៀនហេតុអ្វីត្រូវទៅរត់អាហារបែបនេះឆាប់ប្រាប់ម៉ាក់មកមើលយើងគ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅផងអាហារក្តៅមួយពេលក៏គ្មានញ៉ាំចុះយកអ្វីទៅរៀនយកអ្វីទៅបង់ថ្លៃសាលាលុយទាំងអស់ប៉ាយកទៅអស់ហើយគាត់ថាពួកយើងជាបន្ទុកមិនស័ក្តិសមនឹងបានរៀនសូត្រមិនស័ក្តិសមនឹងមានជីវិតរស់នៅទេមិនអាចទៅរួចទេម៉ាក់ផ្ញើលុយចូលកាត់ពួកកូន 8,000 យន់រាល់ខែមិនដែលខកខានសំបីតែម្ដងចុះលុយទាំងនោះវាទៅឯណាអស់លុយទាំងអស់ត្រូវប៉ាដកយកទៅអស់ហើយគាត់បានលក់ផ្ទះចោលហើយរត់គេចខ្លួនទៅជាមួយស្រីម្នាក់នោះថែមទាំងភ្លុកលេខទូរស័ព្ទនិងវិឆាតពួកយើងចោលទៀតចុះពួកកូនស្នាក់នៅណាប៉ារបស់កូនមិនខ្វល់ពីកូនទៀតទេពួកយើងដេកក្រោមស្ពានរាល់ថ្ងៃពេលយប់ត្រជាក់ញ័រខ្លួនអស់ហើយមូសខំពេញខ្លួនទៅហើយបងប្រុសយកអាវក្រៅមកដណ្ដប់ឲ្យកូនអស់បងប្រុសថាម៉ាក់រៀបការថ្មីហើយបើមានពួកកូនតាមទៅម៉ាក់នឹងត្រូវគេស្អប់ខ្ពើមពួកយើងមិនចង់ធ្វើជាបន្ទុករបស់ម៉ាក់ទេមិនចង់ឲ្យម៉ាក់ពិបាកចិត្តឡើយកូនសម្លាញ់របស់ម៉ាក់គឺម៉ាក់នេះឯងដែលគ្មានសមត្ថភាពម៉ាក់សុំទោសកូនទាំងអស់គ្នាម៉ាក់ឈឺចាប់ណាស់កូនអើយក្នុងសៀវភៅសន្សំនេះមានលុយ 80000 យន់ជាលុយសម្រាប់ចាស់ជរាដែលម៉ាក់សន្សំជាង10ឆ្នាំមកហើយកូនយកទៅបង់ថ្លៃសាលាទៅជួលផ្ទះស្នាក់នៅហើយទិញអាហារហូបចុកខ្លះទៅណាទោះត្រូវខ្ចីលុយគេក៏ម៉ាក់សុខចិត្តលក់របស់របរដើម្បីឲ្យកូនបានរៀនដែរម៉ាក់នេះជាលុយសម្រាប់ទុកចាស់ទៅណាពួកយើងមិនចង់ធ្វើឲ្យម៉ាក់ពិបាកទេកូនមិនបានធ្វើឲ្យម៉ាក់ពិបាកទេគឺម៉ាក់ទេដែលសុំទោសកូនដែលទុកឲ្យកូនលំបាកមានការអ្វីត្រូវប្រាប់ម៉ាក់កូនជាឈាមជ័ររបស់ម៉ាក់ណាបើម៉ាក់មិនមើលថែកូនតើឲ្យអ្នកណាទៅមើលម៉ាក់តើពួកយើងអាចត្រឡប់ទៅផ្ទះជាមួយម៉ាក់បានទេពួកយើងនឹកម៉ាក់រាល់ថ្ងៃយល់សប្ឃើញម៉ាក់គ្រប់យប់ម៉ាក់កូនចង់ទៅផ្ទះកូនអើយរឿងនេះវាទាន់ហន់ពេកពួកកូនរកកន្លែងស្នាក់នៅសិនចុះម៉ាក់នឹងត្រឡប់ទៅពិភាក្សាជាមួយពូឈិនសិនបើពិភាក្សារួចហើយម៉ាក់នឹងទៅទទួលកូនយកទេមីងវ៉ាងខ្ញុំសុំអង្វរមីងជួយដកប្រាក់កក់នោះមកឲ្យខ្ញុំហើយយកមកផ្ញើនៅលៀងថឹងផងរហ័សឲ្យបានឆាប់តាមដែលអាចធ្វើទៅបានខ្ញុំត្រូវការលុយនេះជួយជីវិតយីមីឲ្យនេះជាលុយទុកចាស់របស់នាងគិតឲ្យច្បាស់សិនទៅម៉ាក់ឲ្យតែបានថ្លៃរៀនពួកយើងក៏សប្បាយចិត្តហើយថ្ងៃក្រោយខ្ញុំនឹងរៀនផងធ្វើការផងអាចចិញ្ចឹមប្អូនបានម៉ាក់កុំបារម្ភពួកយើងមិនធ្វើឲ្យម៉ាក់ពិបាកទៀតទេមិនធ្វើឲ្យម៉ាក់ពិបាកចិត្តទៀតទេបងខ្ញុំមិនចង់ទៅទេស្ដាប់បងណាតោះទៅជាមួយបងឈរនៅនឹងចង់មកក៏មកចង់ទៅក៏ទៅងាយស្រួលម្លេះហីខ្ញុំសុំទោសលោកពូពួកយើងនឹងទៅឥឡូវនេះហើយមិនរំខានលោកទៀតទេប្រកោសសៀវភៅធនាគារមកឲ្យខ្ញុំស៊ូយេនេះជាលុយទុកសម្រាប់ចាស់ជរារបស់ខ្ញុំមិនបានប៉ះពាល់លុយគ្រួសារលោកសំបីតែមួយសេនពួកគេជាកូនបង្កើតរបស់ខ្ញុំលោកមិនអាចមើលពួកគេរាតាមផ្លូវបែបនេះបានទេខ្ញុំសូមអង្វរលោកយីមេតើអូនគិតថាបងជាមនុស្សបែបណាតើបងជាមនុស្សដែលគ្មានចិត្តមេត្តាដល់កូនរបស់អូនមែនទេអូនមើលស្រាលឈឿនស៊ូយេម្នាក់នេះពេកហើយកូនទាំងពីរអ្នកគ្មានសំបីតែកន្លែងជ្រកក្បាំងភ្លៀងខ្យល់ចិត្តជាម្ដាយដូចខ្ញុំវាឈឺចាប់ដូចគេកំចូលចាក់យប់ឡើងខ្ញុំគេងមិនលក់ឡើយបើលុយប៉ុន្មានម៉ឺននេះអាចទិញយកសេចក្តីស្រឡាញ់គ្រួសារមកវិញបានអាចប៉ះពាល់សេចក្តីស្រឡាញ់របស់ឪពុកម្ដាយដែលពួកគេបាត់បង់បានតែអូនលាក់បាំងបងក៏ព្រោះតែគិតថាបងឈឿនស៊ូយេមិនអាចទទួលយកកូនរបស់អូនបានមែនទេ